ជាមរណទុក្ខនៅក្នុងការសោយទីវង្គតនៃព្រះមហាវីរក្សត្រព្រះបាទសម្ដេចនរោត្តមសីហនុកាលពីថ្ងៃទី15តុលានៅប៊េជីងវិទ្យុ SBS បានទទួលសាររំលែកព្រះរាជមរណទុក្ខទី1ពីលោកលឹមថាដែលជាប្រធានគណៈកម្មការវត្តកេតនៈរ៉ូស្ម័រដែលលោកសរសេរក្នុងនាមព្រះសង្ឃគណៈកម្មាធិការលោកតាអាចារ្យព្រមទាំងពុទ្ធបរិស័ទខ្មែរនិងខ្មែរកម្ពុជាក្រោមទី2គឺពីលោកគឹមបញ្ញាដែលជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមរដ្ឋ New South Wales អូស្ត្រាលីដែលសូមឲ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គបានយាងទៅកាន់សុគតិភពកុំបីខានឡើយក្រៅពីនេះលោកថាច់វង្សវរានៅអាដាលេដដែលជាជនខ្មែរក្រៅម្នាក់ដែលជាអ្នកធ្លាប់បានធ្វើភាគទានជាកំណាព្យដល់វិទ្យុ SBS នោះក៏បានចូលរួមចំណែកទុកក្នុងឱកាសនេះដែរដែលលោកមានប្រសាសន៍ថាខ្ញុំមានការសោកស្ដាយជាទីបំផុតដែរគឺថាតាំងពីព្រះអង្គទ្រង់ព្រះជន្មាយុរហូតដល់ព្រះអង្គសោយទីបំផុតដែលយើងសង្ឃឹមថាព្រះបិតានឹងជួយដល់បុត្ររបស់ព្រះអង្គនៅកម្ពុជាក្រោមនឹងឥឡូវព្រះអង្គបានសុគតចោលសេចក្តីសង្ឃឹមនោះក៏បានខកខានដូច្នេះក្នុងទិវាដ៏សោកសៅនេះខ្ញុំក៏បានស្ដាប់ឮអ្នកខ្លះជាច្រើនដែរក៏បានយំសោកស្ដាយសំណោះថាព្រះអង្គមិនក៏អាយុបច្ចុប្បន្នខ្លីម្លេះអីនេះចុះដូច្នេះនេះខ្ញុំគ្រាន់តែសូមចូលរួមក្នុងមរណទុក្ខហើយសូមអភ័យចំពោះព្រះមហាក្សត្រផងដែរចំពោះការខុសឆ្គងឆ្គងដោយពីមុនដែលបានធ្វើកន្លងមកនោះគឺសូមឲ្យខ្លាចទៅជាហោសេក្នុងរឿងរបស់កូនចៅក្នុងនាមខ្ញុំបាទខ្ញុំទូព្រះអង្គគុំជាកូនខ្មែរក្រមម្នាក់ដែលសង្ឃឹមព្រះអង្គតាំងពីនៅរស់រហូតដល់ព្រះអង្គសោយទីវង្គតទៅនឹងថាទឹកដីកម្ពុជាក្រមនៅទៅដែលដូច្នេះគឺថាការសុគតឬការស្លាប់ឬការបាត់បង់ជីវិតនោះជារឿងធម្មតាសំដូចថាភាសាថាមរណងមេពវិសតិសពសត្វគ្រប់ទីស្ថានកិច្ចមិនបានពីក្តីស្លាប់ខ្លួនអាត្មាអញមិនយូរឆាប់គង់តែស្លាប់ដូចគេដែរដូច្នេះសេចក្តីស្លាប់តែងទៅទៀងទាំងសាមញ្ញលក្ខណៈ3យ៉ាងគឺមានអនិច្ចំទុក្ខំអនត្តានៅភ្នំពេញស្ត្រីចិនមិនផ្សាយតាមប៉ុស្តិ៍បើមិននិយាយណាថ្នាក់ដឹកយំរឿងពុកដើរផ្លូវខុសផ្សាយតាមប៉ុស្តិ៍ជួយវិញ្ញារាជប្រុសស្រីសម័យដៃជោយួនមកនៅពេញដីបិទខាងថៃបើកជាប់អង្កើតហេងរឿងអបពុំកំណត់បើកជាប់អង្កើតឲ្យលេងហើយដីខ្មែរនឹងឲ្យដឹកនាំដោយបណ្ឌិតក្មេងវត្តចេះមិនប្រកាសយួនចេះបង្វែរអស់ឲ្យទឹកដីគេដែរយួនឡើងតកែខ្មែរធ្វើខ្ញុំតណាទៅលទ្ធិប្រជាធិបតេយ្យរះសប្ថ្ងៃលឺតែស្រែកយំយកដីអ្នកក្រឲ្យអ្នកធំរះយំគេអត់ខ្វល់ឥឡូវយួនចូលគ្រប់ជាប់រហូតទាំងអស់និយាយពីកោះអាលីហើយកោះត្រល់ជាង2013ធ្វើម៉េចគិតឲ្យដល់បើមិនខ្វល់បានដីនៅ7មករាយើងរស់ទល់ថ្ងៃនេះជាងត្រេះនេះឲ្យគិតមើលទៅ7មករាសម័យឥឡូវគិតមកទៅឃើញដោយខ្លួនឯងឃើញទេគេធ្វើបាបខ្មែររៀងរាល់ថ្ងៃឈូសឆាយយកដីរួចចោកផ្ទះបំបែងបំផ្លាញចិត្តឯងគ្មានធម៌មេត្តាធ្វើបាបខ្មែរមិនចេះខ្មាស់អៀនកូនចេញទៅរៀនម៉ែផ្ទះយើងទៅណាដៃខ្សែឲ្យកូនស្រីរំដៃយំឡាំប៉ាផ្ទះយើងទៅណាគេបូមខ្សាច់ភ្លេចហើយសម្រក់ទឹកភ្នែកដោយកំហឹងបះបោដល់ដឹងគេមិនអើពើលយខំរស់ស៊ីបណ្ដឹងកូនមកគេបំផ្លាញចោលហើយ7មករាហើយណែនាំយើងកើតទុកធ្វើបាបទៅក្រុមហ៊ុនមន្ត្រីអង្គការណាហ៊ានចេញមុខតវ៉ាទៅចាប់គេដាក់គុកឥឡូវល្បីគ្រប់ភូមិស្រុក7មករាកើតទុក7មករាវេទនាជំលះខ្មែរចេញពីក្រុងអញ្ចឹងយើងថាតែប៉ុលពតលើដល់ក្រោយចិត្តមូលហូតខ្មែរនៅតែមានជាក៏ទៅរបបពីរនឹងដូចគ្នាយើងគិតគ្នាទៅគិតឲ្យបានច្រើនអញ្ចឹង2013 23កក្កដាគឺទឹកចុងក្រោយព្រះអាទិត្យរះហើយនៅក្នុងក្រោយឡើងដើម្បីជាតិដើម្បីសាសនាយើងបើចង់ឲ្យជាតិកើងតើយើងរួមដៃត្រូវទៅបោះឆ្នោតឈប់ចាញ់បងអាប់ព្រៃដោយសារសរងឌីសជេងរឿងអស់ទៅអស់ដីមិនចឹងតាអស់ទៅអស់ដីអញ្ចឹងទៅរួមដៃឲ្យគ្រប់ត្រា2013ត្រូវទៅបោះឆ្នោតឃើញណាអញ្ចឹងកុំឆោតបើមិនចឹងទេវាចាស់គេមិនខានទៅធ្វើគេមានដូចផ្នែកដើមចាស់គឺអត់ហួសទៅគាត់មានដូចគេលេខដើមជាតិលហេលហាមដោយសារអ្នកដឹកនាំគ្មានធម៌ឃើញទេយើងចេះតែប្រត់ក្លែងខ្សែនាយករដ្ឋមន្ត្រីសឹកតែចាស់ថ្មឡានរាប់លោជីសឹកតែល្អយើងក្រដោយសារអ្នកដឹកនាំឃើញទេគេបោះឆ្នោតដងគេបន្លែបន្លំឲ្យវាជេងផ្ដាច់មិនដែរបង្ខំឲ្យតែបានអញថោកគេអត់គិតទៀតចាក់ដៃមកជុំថ្ងៃនោះសំដីអត់គិតទៅក្រោកទៀតអត់គិតទេជាតិចុះម៉ែឪគ្នានិយាយបានដៃណាកោនិយាយឲ្យកោកបើអញចាញ់ឆ្នោតជប់ធ្វើបនហើយខំធ្វើមុនឥឡូវមកបំផ្លាញគេអង្គជប់ធ្វើបនហើយហៅមនុស្សអីប្រពន្ធលោកណាស់មកតាមសិល5សិល8ចូលឈប់ធ្វើបនយើងមនុស្សអី
ในบัดตามสาสมได้ก่อนยืงត្រូវខឈប់ធ្វើបនការឈប់ធ្វើបនប្រខិនទិញសិនបាត់មកក៏ត្រូវដកតែយើងគាត់យើងយកទៅក៏ដកត្រូវយើងស្គាល់ឲ្យតែខកយើងហាក់តែគ្នាអត់ស្គាល់បនអត់ស្គាល់បានមានខ្មែរក្រហមហៅពលដល់ក្រោយ79ហូតស្លាប់ទៅនិយាយដូចគ្នាអញ្ចឹងខ្មែរអើយតែអត់សាសនាយើងមានពេលយើងគ្រប់គ្នាគួរណាស់ពិចារណាតែចាលោកអ្នកនាងស្ដាប់ជាទីមេត្រីនេះជាព្រះរាជបន្ទូលរបស់អតីតព្រះមហាវីរក្សត្រខ្មែរព្រះបាទនរោត្តមសីហនុកាលពីទសវត្សរ៍ឆ្នាំ80នៅពេលនេះវិទ្យុខ្មែរប៉ុស្តិ៍បាននាំមកនៅព្រះរាជបន្ទូលរបស់ព្រះអង្គនៅឯជំរំខ្មែរថៃមកចាក់ផ្សាយជូនលោកអ្នកនាងស្ដាប់ដែលនៅក្នុងខ្លឹមសារនៃព្រះរាជបន្ទូលនេះព្រះអង្គបានផ្ដាំផ្ញើទៅដល់កូនចៅជាពលរដ្ឋខ្មែររបស់ព្រះអង្គឲ្យប្រយ័ត្នប្រយែងការពារទឹកដីកុំឲ្យយួនឈ្លានពានព្រោះថានៅពេលនោះយួនបានបញ្ជ្រាបកម្លាំងទ័ពចូលទឹកដីខ្មែរតាមរយៈកងទ័ពរបស់លោកហេងសំរិនដែលតទៅនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ខ្លឹមសារនៃព្រះរាជបន្ទូលផ្ទាល់របស់ព្រះអង្គក៏ដូចជាការឧទ្ទិសបួងសួងទៅដល់ព្រះវិញ្ញាណក្ខន្ធព្រះអង្គដែលលោកបានរំលាយឋានយាងទៅកាន់បរលោកចាក់ចោលកូនចៅចៅទួតចៅលួតចៅលារបស់ព្រះអង្គកាលពីរាត្រីថ្ងៃ15រោចដាច់ខែភទ្របទឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556ដែលត្រូវនឹងថ្ងៃច័ន្ទទី15ខែតុលាគ្រិស្តសករាជ2012ក្នុងជន្មាយុ90ព្រះវស្សាដោយរោគជរាពាធនៅឯមន្ទីរពេទ្យនាទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនវេលាម៉ោង 1:20 នាទីរំលងអធ្រាត្រម៉ោងនៅក្នុងព្រះរាជាណាចក្រកម្ពុជាអ្នកដែលបរទេសឲ្យខ្មែរយើងច្រើនតែភ្លេចមិនស្គាល់នៅទស្សនភាពបញ្ហាមួយទៀតបញ្ហាដដែលនោះក៏មានទស្សនភាពមានកត្តាមួយទៀតដែលយើងមិនព្រមចាំមិនព្រមឃើញនឹងមិនមែនតែខ្មែរយើងទេគឺបរទេសក៏នៅតែព្រមឃើញតែកងទ័ពហេងសំរិននេះតែថ្ងៃនេះសូមជ្រាបឥឡូវវាមាន 30,000 នាក់ហើយពួកដែលចូលយួនពួកសូវៀតហើយក្នុង 30,000 ហ្នឹងខ្មែរក៏ទៅមិនចង់វាយយើងទេមិនចង់វាយខ្មែរស្មារតីជាតិទេព្រោះពួកគេស្មារតីជាតិដែរនៅក្នុងកងទ័ពហេងសំរិនមានមនុស្សស្មារតីជាតិដែរប៉ុន្តែគ្នាថាធ្វើម៉េចជាបញ្ហាកាពះc'est une question d'estomac ជាកាពះត្រូវតែរកប្រាក់ខែដើម្បីចិញ្ចឹមជីវិតខ្លួននិងគ្រួសារប៉ុន្តែបើមកប៉ះនឹងកងទ័ពយើងមិនដែលវាយគ្នាពីឆ្នាំទៅកាលដែលចូលឆ្នាំខ្មែរមុនមានកងទ័ពអ្នកជាតិនិយមនិងកងទ័ពពួកហេងសំរិនដល់ចូលដល់កងទ័ពពួកហេងសំរិនមិនឃើញយួនគ្មានយួននៅជាមួយឃើញខ្មែរខាងនោះបងប្អូនហ្នឹងយើងចាំបាច់វាយគ្នាអីទេឥឡូវចូលឆ្នាំខ្មែររំវងជាមួយគ្នាទៅរំវងប៉ុន្តែនៅក្នុង 30,000 ឥឡូវទៅទៀតវាទៅដល់ 50,000 នាក់ស្មើនឹងកងទ័ពខ្មែរក្រហមប៉ុន្តែមិនមែនច្រើនតែខ្មែរទេឥឡូវវាដាក់យួនវាបញ្ចូលយួនទៅក្នុងកងទ័ពហេងសំរិនហើយនឹងបានជាយួនវានិយាយប្រាប់គេឯងក្នុងពិភពលោកថាវាអាចនឹងចេញពីប្រទេសខ្មែរបានក្នុង6ឆ្នាំទៀតយ៉ាងយូរ10ឆ្នាំយ៉ាងឆាប់6ឆ្នាំទៀតបានចេញយ៉ាងឆាប់6ឆ្នាំយ៉ាងយូរ10ឆ្នាំហើយអ្វីក៏អាយុវានិយាយចឹងបើនិយាយចឹងពីព្រោះវាយកពេលវេលា6ឆ្នាំ7 8 9 10ឆ្នាំដើម្បីបញ្ចូលយួនដែលចេះវាយតបយ៉ាងខ្លាំងដើម្បីទប់ទល់ពួកប៉ុលពតទៀងតារីវាបញ្ចូលទៅឲ្យហេងសំរិនកាន់តែច្រើនឡើងក្នុងឋានៈជាខ្មែរយួនបណ្ដាកាន់កាខ្មែរយួនកាន់កាខ្មែរហើយដល់6ឆ្នាំទៀត7ឆ្នាំទៀតពេលណាវាថាវាចេញបានគឺថាកងទ័ពវាមិនមែន50,000 នាក់ទេ100,000 នាក់កងទ័ពហេងសំរិនមិនមែនខ្មែរទេពួកខ្មែរក៏ដឹងថាខ្មែរមិនវាយទេខ្មែរមិនបំរើប្រយោជន៍យួនទេខ្មែរជាច្រើនមិនបំរើប្រយោជន៍យួនទេយកឡើយយកទៅចូលយួន
6 ឆ្នាំ 7 ឆ្នាំ 3 ឆ្នាំ 9 ឆ្នាំទៀតវាបញ្ចូលយួនឲ្យច្រើនជា officier sous-officier soldat ចូលទៅក្នុងទ័ពហេងសំរិនហ្នឹងដល់គេថាហកត្រាយបញ្ហាហើយត្រាយបញ្ហាតាមផ្លូវនយោបាយហើយដល់ទ័ពយួនចេញគេថាខ្ញុំចេញបានឥឡូវកងទ័ពហេងសំរិននៅតំកុំភ្លេចរឿងហ្នឹងមិនមែនមានតែកងទ័ពសុនតាមពីហនុខ្មែរក្រហមទេមានកងទ័ពហេងសំរិនហើយកងទ័ពហេងសំរិនហ្នឹងបើមានតែខ្មែរតបខ្មែរក្រហមបើលះតែក្នុងមួយថ្ងៃវាចាប់ទៅហើយកងទ័ពសុនតាមពីហនុចឹងដែរខ្មែរក្រហមលេងតាមមកព្រឹកចាប់ហើយបើពតមកអាកគេទៀតហើយប៉ុន្តែវាមានអាយុនវាមិនទៅដល់វាទេអាកងទ័ពយួនវាថាទៅប៉ុន្តែអាយុននៅក្នុងកងទ័ពឯងទៅវិញវាអត់ទៅទេមិនក៏បានជាថាវាអត់ទៅថាតើមកមកទៅប្រទេសវាតើទទួលវាកាន់ការខ្មែរវាខ្មែរវាមិនមែនយួនវាកាន់ការខ្មែរវិញចង់ថាទេវាកាន់ការខ្មែរប៉ុន្តែដឹងថាវាយួនពីដើមចុះបើវានៅជាមួយហេងសំរិននៅដល់ខ្មែរយើង5 6ឆ្នាំអាខ្លះនៅតាំងពីឆ្នាំ1980អាខ្លះនៅ3ឆ្នាំអាខ្លះ5ឆ្នាំ6ឆ្នាំ7ឆ្នាំទៅខ្មែរវាមានច្បាប់អញ្ចឹងវាមានសតិធ្វើខ្មែរវាចេះតែខ្មែរវាចេះនិយាយខ្មែររៀនខ្មែរដែរវាចេះអញ្ចឹងវិញដូចជាអស់លោកចឹងខ្ញុំជឿជាក់ថានៅអូស្ត្រាលីក៏មានខ្មែរខ្លះកាន់ការអូស្ត្រាលីណានៅទៅបារាំងដល់បារាំងមានខ្មែរមកកណោធ្វើបារាំងទៅកាន់ការបារាំងវិញចុះបើខ្មែរធ្វើបារាំងបានខ្មែរធ្វើអូស្ត្រាលីបានខ្មែរធ្វើអាមេរិកបានទៅយួនធ្វើខ្មែរបានបើឡើយហើយកងហ្នឹងកម្លាំងអាយុននៅកងហ្នឹងខ្ញុំលោកជាកុំភ្លេចអារឿងហ្នឹងអត់ខុសពីឥឡូវវាមានយួន6 តែអ្នកចូលមកនៅក្នុងទឹកដីខ្មែរ6 តែអ្នកហើយ6 តែអ្នកហ្នឹងឆ្នាំក្រោយវា7 8 តែ6 ឆ្នាំទៀតវា2 លានវិញ10 ឆ្នាំទៀតវា3 លានយួនបើឡើយហើយពេលហ្នឹងអាយុនអត់ទៅនឹងកាន់ការខ្មែរទាំងអស់ដល់បោះឆ្នោតទៅឈ្នះលោកសំថាននេះពីអនុវត្តហើយក៏សំថាននេះពួកសំថាននេះពួកពីអនុចិត្តតែឆ្លោះគ្នាអានឹងបែកគ្នាទៅកាន់តែចៃវាទៅទៀតបញ្ចូលគ្នាទៅឈ្នះវាអនុ3 4 លានហើយប៉ុន្តែកាន់ការខ្មែរទៅទាំងអស់ចេះនិយាយខ្មែរចេះសរសេរខ្មែរព្រោះគាត់តែនិយាយអត់ដើរខ្ញុំបាត់ណាខ្ញុំបាត់ខ្មែរប៉ុន្តែខ្ញុំបាត់ណានិយាយចឹងទៅនិយាយហ្នឹងទៅខ្ញុំបាត់ប៉ុណ្ណឹងគឺយើងថាឯងមិនមែនថាខ្ញុំបាត់ឯងបាត់ខ្ញុំបាត់ចឹងឯងមានច្បាប់ពីណាដែលវាដូចជាខ្មែរនិយាយអង់គ្លេសឬក៏ខ្មែរនិយាយបារាំងមានស្បែកខ្លះក៏មិនមានច្បាប់ប្រមាណដែរនិយាយតាមគាត់ទេខ្ញុំតើខ្មែរពូកែខ្មែរខ្លះទីពូកែអង់គ្លេសខ្មែរពូកែបារាំងតែមិនមែនតែនិយាយពូកែទេខ្មែរខ្លះក៏និយាយទៅពូកែដែរប៉ុន្តែប្រទេសគេថាមិនអោយពីធ្វើអូស្ត្រាលីមិនអោយពីធ្វើបារាំងមិនអោយពីធ្វើអាមេរិកមិនតើទៅគេនិយាយទៅបន្តិចអាយុកំណត់វានៅកងហ្នឹងវាទទួលកងហ្នឹងវាមិនមែនឆ្លៃវាខ្មែរវាមិនមែនចង់ការពារវាខ្មែរឲ្យរួចអំពីកណ្ដាលដៃប៉ុលពតទេប៉ុន្តែថាបើវាបដោយឲ្យប៉ុលពតយកអំណាចខ្មែរក្រហមយកអំណាចក្រោយតែវាបោះស្លាប់ចេញទៅគឺថាបានទៅខ្មែរទៅចិនវានិយាយអញ្ចឹងខ្ញុំមិនជឿថាអញ្ចឹងទេប៉ុន្តែថាយួនហើយរិទ្ធីវាថាតែឲ្យប៉ុលពតហើយខ្មែរក្រហមយកអំណាចទៀតគឺខ្មែរប្រទេសខ្មែរបានទៅចិនវាមិនឲ្យទេសូមលោកកុំចិត្តឡើយថាអាយុវាព្រមប្រាយបញ្ហាខ្មែរបើយើងដើរចេញទៅទេដោយអត់លក្ខខណ្ឌវាអត់ទៀងទានៅការធានាវាច្បាស់ពីទៀងទាការធានាហើយធានានឹងធានាតំណាធានាតំទុកចូលមកឲ្យប៉ុលពតមកយកណែអំណាចពីរាជខ្មែរមែនតើបងណាបានប្រយ័ត្នឲ្យខ្ញុំប្រយ័ត្នចេះទៅវិញទេខ្ញុំយកឃើញថាគួរស្នាក់ខំថ្ងៃមុខទៅបីតែឆ្លៃបញ្ហាហ្នឹងក៏ប្រយ័ត្នពួកយួនមែនតើពួកយួនតែឆ្លៃខ្លួនទៅជាខ្មែរហើយកុំភ្លេចទៀតថាប៉ុលពតសម្រាប់រាជខ្មែរច្រើនណាស់ដល់ហើយវាមាននិមាយពោះម៉ាយច្រើនហើយនិមាយតែគ្នារកប្តីខ្មែរបានយកប្តីយួនទៅ